សូមអនុញ្ញាតស្វាគមន៍បងប្អូនជាទីគោរពនិងជាទីមេត្រីមកកាន់ Channel YouTube Ricky Talking បាទនេះគឺជា Channel ថ្មីរបស់ខ្ញុំដែលខ្ញុំនិយាយពីបទដល់បន្តទៀតបងប្អូនChannel មុនបងប្អូន Channel ខ្ញុំមុនមានបញ្ហាអញ្ចឹងណាអញ្ចឹងខ្ញុំអត់ចង់និយាយច្រើនទេឥឡូវយើងចូលមកដល់ប្រធានបទរបស់យើងតែម្ដងនៅក្នុងវីដេអូនេះខ្ញុំនិយាយពីនេះបងប្អូនរូបភាពដែលខ្ញុំដាក់នេះគឺខាងស្ថាប័នដ៏ល្បីមួយគឺស្ថាប័ន WKN ណាហ្នឹងហើយគាត់បាននិយាយពីគុណខ្មែរយើងទៀតហើយស្ថាប័ននេះបើនិយាយទៅតាំងពីដើមឡើយគឺលក្ខណៈថាគេបានបង្ហោះបង្ហាញហ្នឹងតាក់ទងនឹងរឿងថាពីគុណខ្មែរពីប្រទេសកម្ពុជាយើងច្រើនហើយទម្រាំតែមានថ្ងៃដែលកីឡាករយើងទៅប្រកួតនៅប្រទេសនៅស្ថាប័នគេណាកាលហ្នឹងកីឡាករខ្មែរកាន់មេងហុងគាត់ទៅប្រកួតខ្ញុំអត់ដឹងថាកាន់ប្រកួតនៅប្រទេសណាទេបងខ្ញុំភ្លេចបាត់ខ្ញុំអត់បានទស្សនាផងប៉ុន្តែចូលរួមសោកស្ដាយដែលកីឡាករយើងចាញ់ណាប៉ុន្តែខ្ញុំគិតថាទោះបីចាញ់ក៏វាជាឱកាសមួយដែរព្រោះទីមួយខ្ញុំមិននឹកស្មានថាកីឡាករខ្មែរយើងគាត់អាចឡើងទៅភ្លាមឡើងទៅដើមខ្សែក្បាត់ពីកីឡាករដែលជាកីឡាករផុតលេខរបស់ស្ថាប័នគេណាហើយគាត់ប្រកួតទៅចូលរួមសោកស្ដាយដែលគាត់ប្រកួតចាញ់ប៉ុន្តែប្រហែលដូចជា1ម៉ោងមុននេះបងប្អូនខាងស្ថាប័ន WKN ហ្នឹងគាត់បានប្រហោះទៀតហើយប្រហោះរូបកីឡាករលូនបញ្ញាបងប្អូនណាគឺកីឡាករលូនបញ្ញានៅក្នុងpage ផ្លូវការរបស់គេណាហើយគេដាក់ចំណងជើងជាភាសាអង់គ្លេសបាទហើយគេដាក់ទង់ជាតិកម្ពុជាទៀតហើយខ្ញុំក៏យកអាភាសាអង់គ្លេសហ្នឹងយកទៅ translate មកខ្ញុំឃើញថាគេសរសេរថា WKN គុណខ្មែរសិល្បៈក្បាច់គុណប្រពៃណីរបស់កម្ពុជាបង្កើតប្រវត្តិសាស្ត្រនៅថ្ងៃទី13ខែធ្នូនៅប្រទេសកម្ពុជាបើតាមមើលទៅបងប្អូនប្រហែលជាគេបំរុងនឹងធ្វើឡើង WKN នៅក្នុងស្រុកខ្មែររបស់យើងនៅថ្ងៃទី13ខែធ្នូនៅប្រទេសកម្ពុជាយើងប្រហែលជាលើកទី1ហើយបើសិនជាធ្វើមិនខ្ញុំគិតថាជាលើកទី1ហើយដែលខាងស្ថាប័នពិភពលោក WKN នេះធ្វើឡើងនៅក្នុងស្រុកខ្មែរហើយបងប្អូនឃើញខ្សែក្បាត់គេបងប្អូនខ្សែក្បាត់គេស្អាតមែនតែខ្ញុំមើលច្រឡំខ្ញុំពេលខ្ញុំមើលបដាល់មើលអីអូសមកឃើញរូបខ្ញុំចេះតែច្រឡំថាខ្សែក្បាត់ខ្មែរព្រោះខ្សែក្បាត់គេមានលក្ខណៈថា logo គេហ្នឹងជាប្រភេទពណ៌រៀងក្រហមបាទក្រហមនេះខ្ញុំចេះគិតថាដូចខ្សែក្បាត់ខ្មែរដែលបើភ្លៀងមើលទៅមិនមែនទេខ្សែក្បាត់ទង់ជាតិកម្ពុជាទេខ្ញុំមើលចេះតែច្រឡំថាខ្សែក្បាត់មានទង់ជាតិកម្ពុជាដែរប៉ុន្តែខ្សែក្បាត់ហ្នឹងខ្ញុំមើលទៅស្អាតហើយបើខ្ញុំគិតថាខ្មែរយើងអាចនឹងមានឱកាសច្រើននឹងដណ្ដើមបានខ្សែក្បាត់ WKN ហ្នឹងបងប្អូនព្រោះថាខាងស្ថាប័នគេដូចជាគេមិនដូចគេផ្ដោតមកឲ្យតម្លៃប្រទេសយើងមែនតើឲ្យតម្លៃទៅលើក្បាច់គុណរបស់យើងទៅលើប្រទេសយើងហើយច្រើនតែគេបោះពីទង់ជាតិកម្ពុជារបស់យើងនៅក្នុង page របស់គេយើងញឹកញាប់ដែរបាទឥឡូវយើងមកមើលអត្ថបទដែលគេសរសេរបន្តទៀតការិយាល័យសកលនិងប្រធានរបស់ខ្ញុំកំពុងតែខិតខំប្រឹងប្រែងរៀបចំសម្រាប់ថ្ងៃទី13ខែធ្នូដែលជាការប្រកួតបាជើងឯកពិភពលោក WKN ហ្នឹងគុណខ្មែរលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលត្រូវបានកត់ត្រាទុកជាផ្លូវការដោយ WKN នៅលើ box rec បងប្អូន box rec នេះខ្ញុំមិនដឹងថាអីគេដែរបងប្អូន box rec ដូចជាការប្រកួតជើងឯកបណ្ដាលធំរបស់ពិភពលោកប្រធានសហព័ន្ធកម្ពុជាបានសហការជាមួយអង្គការនេះដើម្បីធានាថាព្រឹត្តិការណ៍នេះដំណើរការទៅដោយរលូនដោយមានការគ្រប់គ្រងពីស្រាបៀរគ្រុឌបងប្អូនបាទកម្មវិធីនេះអាចរៀបចំឡើងគឺដោយសារតែក្រុមហ៊ុនគ្រុឌណាបងប្អូនគាត់នាំមកអញ្ចឹងណាបាទអ្នកប្រដាល់ដែលត្រូវបានបញ្ជាក់ដោយឧត្តមសេនីយ៍ខូឆៃបានលោកប្រធានសហព័ន្ធកម្ពុជាប្រធានសហព័ន្ធប្រដាល់កម្ពុជាយើងបច្ចុប្បន្នណាគឺលោកឯកឧត្តមខូឆៃគឺជាកីឡាករប្រដាល់ទម្ងន់ Super Welterweight កម្ពុជារបស់ប្រទេសគឺកីឡាករលន់បញ្ញាមានន័យថាអ្នកបដាល់ដែលត្រូវបានបង្ហាញក៏ដូចជាណែនាំដោយលោកឯកឧត្តមក៏ដូចជាលោកប្រធានខូឆៃហ្នឹងគឺកីឡាករលន់បញ្ញាគាត់បានឈ្នះពានរង្វាន់ក្នុងស្រុកជាច្រើនមេដាយប្រដាល់សេរី SEA Games និងមេដាយមាសជើងឯកគុណខ្មែរហ្នឹង3ឆ្នាំជាប់គ្នាបងប្អូនកីឡាករលន់បញ្ញាគាត់ខ្លាំងមែនហើយគាត់ប្រកួតសិនតែមិនចាញ់សោះបងប្អូនមួយរយៈពេលចុងក្រោយនេះបាទការប្រកួតរបស់គាត់នឹងត្រូវប្រកាសនៅក្នុងពេលឆាប់ខាងមុខនេះយ៉ាបងប្អូននេះគឺជាព័ត៌មានមួយដែលខាងស្ថាប័ន WKN ហ្នឹងគេព្យាយាមប្រាប់ដូចថាមកប្រាប់ខ្មែរយើងថាគេចិត្តមកហើយគេចិត្តមកធ្វើនៅស្រុកខ្មែរហើយគេដាក់រូបកីឡាករខ្មែរយើងលន់បញ្ញាហើយកីឡាករលន់បញ្ញាអាចនឹងមានការប្រកួតឆាប់ហ្នឹងប៉ុន្តែគេមិនបញ្ជាក់ថាដណ្ដើមខ្សែវត្តដណ្ដើមអីទេអញ្ចឹងណាប៉ុន្តែខ្ញុំនៅតែមានអារម្មណ៍ថាជាដំណឹងល្អសម្រាប់គុណខ្មែរព្រោះស្ថាប័នពិភពលោកគេព្យាយាមប្រម៉ូទគុណខ្មែរយើងណាបងប្អូនណាហ្នឹងគេប្រម៉ូទគុណខ្មែរយើងរហូតអញ្ចឹងខ្ញុំគិតថាល្អហើយកីឡាករខ្មែរយើងកាន់មេងហុងគាត់ទៅប្រកួតថ្ងៃមុនហ្នឹងគាត់ចាញ់កីឡាករ
កាឡាករស្អីទេបងប្អូនខ្ញុំអត់ស្គាល់ឈ្មោះដែរណាហ្នឹងហើយប៉ុន្តែកាឡាករហ្នឹងគេដូចជា Akram Hamidi អត់ច្បាស់ខ្ញុំអត់ហ៊ាននិយាយទេប៉ុន្តែកាឡាករហ្នឹងគាត់ម្ចាស់ខ្សែក្បាត់ WKN ហ្នឹងដល់ទៅដូចជា3ខ្សែបងប្អូន2ខ្សែ2ខ្សែហើយប្រកួតថ្ងៃមួយកាន់មីងហុងហ្នឹងគាត់ផ្ដួលកាន់មីងហុងគាត់បាន3ខ្សែអញ្ចឹងបើនិយាយទៅសមត្ថភាពកាឡាករគេហ្នឹងគឺគេខ្លាំងណាស់គេលំដាប់នៅ WKN ហើយគេប៉ះមួយខ្មែរយើងហើយណាមួយខ្មែរយើងកាឡាករកាន់មីងហុងគាត់ទៅប្រកួតនៅក្រៅប្រទេសឆ្ងាយហើយអាចនិយាយបានថាសមត្ថភាពយើងនៅមានកម្រិតណាបងប្អូនប៉ុន្តែខ្ញុំគិតថាវានៅតែល្អចឹងដោយសារតែយើងទៅប្រកួតនៅក្រៅប្រទេសទីមួយយើងបានប្រម៉ូទពីគុណខ្មែរប្រម៉ូទពីប្រទេសរបស់យើងដែរថាប្រទេសយើងក៏មានកីឡាករបដាល់អីចឹងណាហើយធ្វើឲ្យប្រទេសហ្នឹងក៏ចាប់អារម្មណ៍ដែរហើយអាចនឹងទាញកីឡាករអស់ហ្នឹងដូចថាកីឡាករល្បីៗនៅក្រៅប្រទេសហ្នឹងមកប្រកួតនៅក្នុងស្រុកយើងវិញហើយយើងក៏បានតាមរយៈគេឈ្មោះប្រទេសក៏ដូចជាតែថាភ្ញៀវទេសចរមកក្នុងប្រទេសយើងចឹងណានាំ sponsor នាំអីមកឬក៏បរទេសគាត់មកស្គាល់ប្រទេសយើងក៏ដូចជាប្រម៉ូទភាគច្រើនបងប្អូនស្គាល់ថាអត់សូវឃើញបរទេសគេផុសពីប្រទេសកម្ពុជាយើងណាកីឡាករបដាល់ប៉ុន្តែការពិតទៅគេផុសគេផុសនៅក្នុង Instagram បាទភាគច្រើនជនជាតិបរទេសក៏អត់ប្រើ Facebook ទេគាត់ប្រើ Instagram ហើយនិងប្រើ Twitter អញ្ចឹងបានយើងមិនសូវឃើញនៅលើ Facebook ចឹងដោយសារតែប្រទេសកម្ពុជារបស់យើងចូលចិត្តប្រើ Facebook នឹងច្រើនបាទអញ្ចឹងចំពោះព័ត៌មានហ្នឹងបងប្អូនគឺមានតែប៉ុណ្្នឹងទេហើយក៏សូមអធិស្ឋានផងដែលខ្ញុំអត់សូវបានបង្ហាញរូបភាពណាខ្ញុំបង្ហាញរូបបានតែប៉ុណ្្នឹងទេព្រោះជាធម្មតាខ្ញុំធ្វើទៅវាជាប់ copyright បងប្អូនជាប់ copyright ពេលខ្លះមានគេ report វាដាច់ account ដាច់ channel អីចឹងខ្ញុំមិនដឹងថាម៉េចទេប៉ុន្តែខ្ញុំធ្វើនេះគឺបាទជាការចែកម្លែកព័ត៌មានទាក់ទងនឹងបណ្ដាលហើយខ្ញុំពីច្រើនខ្ញុំអត់រិះគន់ទេបងខ្ញុំនិយាយពីដំណឹងល្អៗទាក់ទងនឹងគុណខ្មែរទេអញ្ចឹងអរគុណចំពោះការទស្សនាហើយបើសិនជាបងប្អូនពេញចិត្តចំពោះការចែកម្លែករបស់ខ្ញុំទាក់ទងនឹងគុណខ្មែរទៀតបងប្អូនអាច subscribe នៅលើ channel ខ្ញុំមួយទៅខ្ញុំនឹងនិយាយពីគុណខ្មែររហូតទាក់ទងនឹងព័ត៌មានល្អៗទាក់ទងនឹងក្បាច់គុណខ្មែរទាក់ទងនឹងការផ្សព្វផ្សាយពីខ្មែរយើងទៅកាន់ពិភពលោកណាបាទសូមអរគុណចំពោះការទស្សនាហើយជួបគ្នានៅវីដេអូបន្ទាប់បាទ